ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃមុនយើងនិយាយអំពីរបបអាហារដែលអ្នកជំងឺកាពះពោះវៀនគួរជៀសវាងថ្ងៃនេះយើងនឹងមកនិយាយអំពីរបបអាហារដែលអ្នកជំងឺលើសអាស៊ីតគួរតែជៀសវាងអាស៊ីតនេះគឺជាអាស៊ីតយូរិកមិនមែនអាស៊ីតកាពះពោះវៀនទេណាអ្នកទាំងអស់គ្នាដូច្នេះនៅពេលដែលយើងនិយាយអំពីអាស៊ីតយូរិកគឺយើងនឹកឃើញដល់សារធាតុមួយនៅក្នុងរាងកាយរបស់យើងគឺសារធាតុ purine ដែលមានស្រាប់នៅក្នុងរាងកាយនៅពេលដែល purine រងអុកស៊ីតកម្មឬក៏ត្រូវបំបែកដោយអង់ស៊ីមមួយឈ្មោះថា xanthine oxidase វានឹងបង្កើនបានទៅជាអាស៊ីតយូរិកហើយសហធាតុ purine នៅក្នុងរាងកាយរបស់យើងមានពីរប្រភពគឺប្រភពទី1យើងហៅថាប្រភពអង់ដូសែនគឺប្រភពដែលរាងកាយរបស់យើងកោសិកាចាស់ៗនៃរាងកាយរបស់យើងបំបែកទៅជា ADN ឬក៏ iron ហើយសារធាតុ ADN ដែលបំបែកឬក៏ iron ដែលបំបែកហ្នឹងគឺវាមានផ្ទុកសារធាតុ purine ហើយទី2គឺសារធាតុ purine ដែលរាងកាយរបស់យើងបានមកពីចំណីអាហារដែលមានសារធាតុ purine ពីខាងក្រៅដូច្នេះជាទូទៅសារធាតុ purine ដែលវាមានបរិមាណសមល្មមគឺរាងកាយរបស់យើងនឹងបំបែកទៅជាអាស៊ីតយូរិកហើយនឹងបញ្ចេញចោលតាមទឹកនោមហើយករណីសារធាតុ purine កើនឡើងខ្ពស់ខ្លាំងពេកធ្វើឲ្យរាងកាយរបស់យើងមិនអាចបញ្ចេញនៅសារធាតុអាស៊ីតយូរិកទាន់ទេធ្វើឲ្យសារធាតុធ្វើឲ្យអាស៊ីតយូរិកទាំងអស់ហ្នឹងវានឹងកកកុញកូរគ្នាក្លាយទៅជាកំណកគ្រីស្តាល់ហើយដោយសារតែកត្តានៃការខ្វះជាតិទឹកកត្តា pH នៃទឹកនោមរបស់យើងកត្តាសីតុណ្ហភាពរបស់យើងវាធ្វើឲ្យកំណកគ្រីស្តាល់ហ្នឹងវាកាន់តែកើនឡើងខ្ពស់ទៅហើយធ្វើឲ្យភាគច្រើនកំណកគ្រីស្តាល់ទាំងហ្នឹងគឺវាចូលចិត្តទៅកកកុញនៅកន្លែងកលាក់ដៃកលាក់ជើងហើយនៅពេលដែលវាកោះកុញនៅកន្លែងហ្នឹងប្រព័ន្ធការពាររាងកាយរបស់យើងនឹងចូលទៅមានការបំបែកសារធាតុយូរ៉ាតទាំងអស់ហ្នឹងអញ្ចឹងធ្វើឲ្យមានការប្រតិកម្មរលាកកើតឡើងដែលធ្វើឲ្យយើងមានអារម្មណ៍ថាក្តៅក្រហាយឈឺក្រហមនៅកន្លែងហ្នឹងដែលគេចូលចិត្តហៅថាជាជំងឺ GERD ឬក៏យើងហៅថាជំងឺប្រគ្រាវហើយតទៅនេះយើងនឹងនិយាយពីចំណីអាហារក៏ដូចជាភេសជ្ជៈខ្លះៗដែលមានសារធាតុ purine កើនឡើងដែលអ្នកជំងឺគាត់កើតជំងឺប្រគ្រាវឬក៏អ្នកជំងឺដែលគាត់ឡើងអាស៊ីតយូរិកហ្នឹងគួរជៀសវាងទី1គឺគ្រឿងក្នុងសត្វដូចជាពួកកលៀនកោះថ្លើមលំពែងអីហ្នឹងពោះវៀនអីហ្នឹងគឺយើងចាត់ទុកជាគ្រឿងក្នុងសត្វតែគឺវាមានសារធាតុ purine ខ្ពស់ហើយសាច់ដែលមានពណ៌ក្រហមដូចជាសាច់គោសាច់ឆ្លូសសាច់ចៀមសាច់ក្របីឬក៏សាច់ជ្រូកមួយចំនួនក៏យើងគួរជៀសវាងដែរអាហ្នឹងក៏សម្បូរសារធាតុ purine ដែរដូចជាត្រីសមុទ្រឬក៏គ្រឿងសមុទ្រផ្សេងៗដូចជាត្រីសាម៉ុនត្រីសាឌីនគ្រឿងសមុទ្របង្គាបង្កងអីហ្នឹងក៏សម្បូរសារធាតុ purine ខ្ពស់ដែរហើយចំពោះទឹកស៊ុបដែលយើងយកឆ្អឹងស៊ុបឆ្អឹងគោឆ្អឹងជ្រូកអីយកទៅរំងាស់ឬក៏ឆ្អឹងមាន់អីហ្នឹងក៏គួរជៀសវាងដែរហើយទឹកស៊ុបមួយប្រភេទទៀតគឺគេយកឈាមយើងញ៉ាំកាទៀវទូកដែលគេយកឈាមខាប់ដែលយកមករំងាស់ឃើញទឹកពណ៌រាងខ្មៅហ្នឹងអាហ្នឹងក៏វាមានសារធាតុ purine ខ្ពស់ដែរហើយចំពោះបន្លែដែលគួរជៀសវាងខ្លាំងជាងគេហ្នឹងមានដូចជារបស់ជ្រក់ឬក៏របស់ផ្អាប់ឬក៏ពពួកតាពាំងហ្នឹងក៏អ្នកលើសអាស៊ីតយូរិកគួរជៀសវាងដែរព្រោះអីវាមានសារធាតុ purine ខ្ពស់គ្រឿងស្រវឹងឬក៏សារធាតុអាល់កុលដូចជាប៊ីយ៉ាឬក៏ស្រាក្រហមឬក៏ស្រាអីដែលមានសារធាតុអាល់កុលខ្ពស់ៗហ្នឹងក៏គួរជៀសវាងដែរចំពោះភេសជ្ជៈកំប៉ុងដែលមានសារធាតុ fructose ខ្ពស់ស្ករ fructose ខ្ពស់ហ្នឹងមានដូចជាពួកទឹកផ្លែឈើកែច្នៃកំប៉ុងហ្នឹងឬក៏ទឹកក្រូចឆ្មាកំប៉ុងឬក៏សារធាតុម៉ិនតលកំប៉ុងដែលយើងញ៉ាំទៅមានអារម្មណ៍ថាមានសារធាតុស្ករខ្ពស់ឬក៏មានញ៉ាំទៅវាផ្អែមនៅជាប់មាត់ហ្នឹងណាក៏វាមានសារធាតុ purine នឹងខ្ពស់ដែរយើងគួរជៀសវាងខ្លាំងបំផុតពួកហ្នឹងនិយាយទៅអាហារដែលយើងគួរជៀសវាងគឺមានតែប៉ុណ្្នឹងឯងប៉ុន្តែពិតមែនខ្ញុំនិយាយថាយើងគួរជៀសវាងមែនគ្រាន់ថាយើងមិនមែនថាយើងឲ្យអ្នកជំងឺគាត់តមគាត់អត់ញ៉ាំសោះទេគាត់អាចញ៉ាំបានប៉ុន្តែញ៉ាំនៅក្នុងបរិមាណមួយដែលសមរម្យដែលល្មមតិចតួចទៅបានហើយនៅពេលដែលអាស៊ីតយូរិកនៅក្នុងខ្លួនរបស់យើងវាធ្លាក់ចុះឬក៏វាបំបែកអស់ហើយយើងអាចញ៉ាំវានៅក្នុងបរិមាណដែលថាមពលរបស់យើងថាមពលរាងកាយរបស់យើងត្រូវការវិញយើងអាចបង្កើនការញ៉ាំវាឡើងវិញក៏បានដែរណាហើយចំពោះតទៅនេះយើងនឹងនិយាយអំពីរបបអាហារដែលអ្នកលើសអាស៊ីតហ្នឹងគាត់គួរបរិភោគភាគច្រើនគាត់គួរតែបរិភោគពួកបន្លែផ្លែឈើដែលស្រស់ៗពពួកទឹកដោះគោគឺពពួកទឹកដោះគោដែលមានខ្លាញ់ទាបឬក៏ញ៉ាំពពួកយ៉ាអ៊ូដែលគ្មានជាតិស្ករពួកយ៉ាអ៊ូដែលគ្មានជាតិស្ករវាជួយពោះវៀនរបស់យើងជួយបន្ទោបង់ជាមួយនឹងជួយជំរុះពួកអាស៊ីតយូរិកហ្នឹងតាមទឹកនោមបានល្អជាមួយនឹងទៅតាមលាមកផងដែរហើយបន្តបង្កើនការញ៉ាំទឹកឲ្យបាន2ទៅ3លីត្រក្នុងមួយថ្ងៃដើម្បីពង្រាវអឺកំហាប់នៃក្រាមគ្រីស្តាល់យូរិកអាស៊ីតហ្នឹងផងដែរហើយជាមួយនឹងបង្កើនការច្រោះអាស៊ីតយូរិកទៅតាមទឹកនោមផងដែរពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីទាក់ទងជាមួយនឹងរបបអាហារអ្នកលើសអាស៊ីតយូរិកហ្នឹងអាច comment នៅខាងក្រោមនេះបានហើយវីដេអូថ្ងៃនេះរៀងអឺ
មើលទៅអត់សូវទាក់ទាញតិចទេដោយសារតែទំងើបពីឈឺដែរអញ្ចឹងប៉ុន្តែដោយសារតែខ្វះខានធ្វើវីដេអូយូរអញ្ចឹងក៏ដាក់វីដេអូមួយកុំឲ្យស្ងាត់ខ្លាំងពេកជួបគ្នានៅវីដេអូក្រោយបាយបាយ